បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាទីស្រឡាញ់រាប់អានបាទថ្ងៃនេះខ្ញុំលើកយកនៅលំហាត់នៃការដោះស្រាយសមីការ exponential មកចែកជូនដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាសម្រាប់បាទបងប្អូនថ្នាក់ទី11អញ្ចឹងលំហាត់យើងនៅថ្ងៃនេះគឺយើងមាន5សេគុន x បូកឲ្យ5សេគុន x ដក1បូកឲ្យ5សេគុន x ដក2ស្មើ31គុណនឹង5សេគុន2022បាទតោះអញ្ចឹងកុំឲ្យខាត់ពេកយើងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹង5សេគុន x នេះយើងទុកនៅដដែលមកបាទអញ្ចឹងខ្ញុំដាក់ថា5សេគុន x បូកនឹងបាទបូកនឹង5សេគុន x ដក1នេះគឺយើងអាចសរសេរថាស្មើ5សេគុន x គុណជាមួយនឹង5សេគុនដក1បាទគឺយើងមានរូបមន្ត a ស្វ័យគុណ m បូក n a សេគុណ m បូក n នេះបានមកពី a សេគុណ m គុណជាមួយនឹង a សេគុណ n បាទអញ្ចឹងយើងមានប៉ុណ្ណេះយើងអាចបំបែកមកប៉ុណ្ណេះណាបាទតទៅទៀត5សេគុន x ដក2 5សេគុន x ដក2នេះយើងអាចសរសេរថាស្មើនឹង5សេគុន x គុណជាមួយនឹង5សេគុនដក2បាទស្មើនឹង31គុណនឹង5ស្វ័យគុណ2022បាទតោះណាបាទតទៀតយើងឃើញថាផលបូកយើងនេះមាន5សេគុន x ដូចគ្នាអញ្ចឹងខ្ញុំដក5សេគុន x ជាកត្តារួមខ្ញុំដក5សេគុន x ជាកត្តារួមអញ្ចឹងយើងដក5សេគុន x ចេញមកនេះសល់1ណាបូកនឹងបាទតួទី2នេះយើងដក5សេគុន x ចេញមកយើងនៅសល់5សេគុនដក1ចំណែកតួទី3នេះយើងនៅសល់5សេគុនដក2 5សេគុនដក2ស្មើនឹង31គុណនឹង5សេគុន2022តោះណាបាទតបទៀត5សេគុន x នេះយើងនៅដដែលទៅកត្តានឹង1បូក5សេគុនដក1នេះបាន1លើ5 1លើ5 5សេគុនដក2នេះបាន1លើ5ការ៉េឬក៏20 25បាទអញ្ចឹងស្មើនឹង31គុណជាមួយនឹង5ស្វ័យគុណ2022បាទតមកទៀត5ស្វ័យគុណ x នៅដដែលបាទកន្សំនេះយើងបូកបានប្រភេទនេះយើងបូកបានលុះត្រាតែភាគបែងដូចគ្នាអញ្ចឹងភាគបែងរួមរបស់វាគឺ25បាទអញ្ចឹងមួយនេះយើងត្រូវគុណវានឹង25អញ្ចឹងគុណមកបាន25បូកនឹង5នេះដើម្បីបាន25យើងត្រូវគុណវានឹង5អញ្ចឹងគុណនឹង5puisយកគុណនឹង5ដែរបាន5ចំណែក25នេះបើវាគ្រប់ហើយអញ្ចឹងយើងអត់ចាំបាច់តម្រូវទេគឺយើងបូក1ស្មើនឹង31
គុណនឹង5ស្វ័យគុណ2022បាទតោះណាអូខេតមកទៀត25បូក5 30 30បូក1 31អញ្ចឹងខ្ញុំអាចសរសេរថា5ស្វ័យគុណ x គុណនឹង31លើ25បាទស្មើនឹង31គុណនឹង5ស្វ័យគុណ2022បាទណាអូខេបាទតមកទៀត5សេគុណ x គុណនឹង31លើ25នេះបាន5សេគុណ2ណាបាទ5សេគុណ2អញ្ចឹងខ្ញុំអាចសេថា31គុណនឹង5បាទ5សេគុណ x 5សេគុណ x 25នេះបាន5ការ៉េបាទបាន5ការ៉េអញ្ចឹងពេលយើងលើកទៅលើបាន5សេគុណដក2អញ្ចឹងយើងយកនិច្ចសន្នវាដកគ្នាមកអញ្ចឹងបាន5សេគុណ x ដក2ស្មើនឹង31បាទស្មើនឹង31គុណជាមួយនឹង5ស្វ័យគុណ2022អូខេបាទបន្តមកទៀតនេះ31អង្គទី1 31អង្គទី2នេះយើងអាចសម្រួលគ្នាបានមែនទេបាទអញ្ចឹងយើងនៅសល់អីអង្គទី1យើងនៅសល់5ស្វ័យគុណ x ដក2ចំណែកអង្គទី2យើងនៅសល់5ស្វ័យគុណបាទស្វ័យគុណអី2022បាទចឹង5សេគុណ2022កណាគោដូចគ្នាហើយយើងទាញនិទុសន្នវាឲ្យស្មើគ្នាចឹងយើងបាន x ដក2ស្មើនឹង2022ដល់កន្លែងនេះយើងទាញរក x មកចឹង x ស្មើនឹង2022បោះដក2ទៅអង្គទី2បានបូក2បាទអញ្ចឹង x យើងស្មើនឹង2024បាទនេះជាចម្លើយរបស់សមីការអញ្ចឹង x ស្មើនឹង2022អរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាសូមជម្រាបលា